សំបបង្ចែមជួយយកស្លឹកឲ្យខ្ញុំបន្តិចមើលនៅឆ្ងាយពេកដូចជាយកមកដល់ទេនេះហត់ណែយកទៅណែបង្ចែមខ្ញុំឮថាមង្គលការបុប្ផានៅថ្ងៃនេះជាការបង្ខំមែនទេបងណែក្ដួងនិយាយស្អីផ្ដេសផ្ដាស់ហ្នឹងឆាប់បាត់មាត់ព្រាមទៅទុកមាត់ស៊ីសមវាល្អជាងកុំសូវមាត់ប្រពេចប្រប៉ោចពេកណែបើអ្នកប្រុសសាក់ស្ដាប់ឮនាងឯងច្បាស់ជាមានរឿងធំហើយនាងក្ដួងអើយអើយបងគ្រាន់តែសួរប៉ុណ្ណឹងក៏មិនបានដែរមាត់ខ្ញុំនេះណាម៉ែចែកឲ្យមកដើម្បីនិយាយបើមិនឲ្យនិយាយទេគាត់ប្រកាសជាអន់ចិត្តស្លាប់ហើយនេះណែយកមិនសមនេះទៅអ្នកណាថាមិនឲ្យនាងឯងនិយាយហ៎ប៉ុន្តែយើងនឹងខ្លាចថាម៉ែនាងឯងអន់ចិត្តទៅវិញទេព្រោះឯងមិនចេះប្រើប្រាស់មាត់ឲ្យបានល្អនិយាយតែរឿងមិនបានការប្រយ័ត្នងាប់ដោយសារមាត់ត្រីកភ្លៀងទៅវើយយើងប្រាប់យកទៅបនទេនាងចាមិននិយាយក៏បានដែរនិយាយស្អីក៏ខុសនិយាយស្អីក៏ខុសកម្មនេះកម្មក្ដួងអីក្ដួងបើមិននិយាយក៏គ្មានអ្នកណាថាឯងនឹងកដែរមើលឆាប់ទៅមើលនំសមទៅកុំរវល់តែនិយាយច្រើនប្រយ័ត្នតែនំសមនឹងរីកអស់ទៅបើតាមការគុនគូមើលវេលាឃើញថាថ្ងៃនេះគឺជាថ្ងៃល្អគួរតែសែនផ្ដាច់ខ្មោចនៅថ្ងៃនេះតែម្ដងទៅណាមែនហើយអូវីខ្ញុំថាសែនថ្ងៃនេះក៏ល្អដែរអញ្ចឹងក៏បានខ្ញុំក៏យល់ស្របតាមគំនិតរបស់លោកអាចារ្យដែរសាក់កូនទៅប្រាប់នាងដួងឲ្យទៅតាមកូនផាមកណាបាទលោកពុកដួងចាមានការអីដែរអ្នកប្រុសឆាប់ទៅហៅអូនផានៅក្នុងបន្ទប់ខាងលើខ្ញុំបន្តិចព្រោះអីដល់ម៉ោងសែនផ្ដាច់ខ្មោចហើយចាអ្នកប្រុសចាំខ្ញុំទៅហៅអ្នកនាងឲ្យបងកែវស្អែកនេះអូនរៀបការហើយអូនដឹងថាបងពិតជាឈឺចាប់ខ្លាំងណាស់ដែលអូនសម្រេចចិត្តធ្វើបែបនេះតែអូនគ្មានផ្លូវជ្រើសរើសទេអូនមិនអាចឲ្យពុកម៉ែពិបាកចិត្តដោយសារអូនបានទេទោះបីជាបងចង់ចោទថាអូនជាស្រីប្រភេទណាក៏ដោយឬក៏បងចង់ដៀលចេះអូនយ៉ាងណាក៏តាមចិត្តបងចុះសូមបងកាត់ចិត្តពីអូនទៅឲ្យអូនសំទោអូនសង្ឃឹមថាបងនឹងយល់ពីអារម្មណ៍របស់អូននៅពេលនេះផាបងមិនស្មានថាអូនគឺជាស្រីដែលលាក់ពុតបុត្របែបនេះសោះពាក្យដែលអូនធ្លាប់សន្យាស្នេហាដែលអូនថាស្មោះចំពោះបងតើបាត់អស់ទៅណាហើយឬមួយក៏អូនគិតថាបងជាមនុស្សមកដែលមិនចេះឈឺចាប់កើតមកសម្រាប់តែឲ្យអូនក្បត់ហេតុអ្វីអូនធ្វើឲ្យបងស្រឡាញ់ហើយបែរជាមកប្រហារចិត្តបងដោយសារពាក្យសម្ដីពឹសពុលបែបនេះទៅវិញបងកែវខ្ញុំមកពេលនេះគឺចង់ប្រាប់បងថាសូមឲ្យបងកាត់ចិត្តពីអូនទៅអូនបានគិតច្បាស់ហើយថាស្នេហារបស់ពួកយើងគឺវាមិនអាចទៅមុខរួចទេគ្រួសារបងគឺជាអ្នកក្ររកតែអ្វីចិញ្ចឹមកាពះមិនបានផងអូនគិតថាអូនប្រកាសជាគ្មានអនាគតទេបើសិនបានបងជាប្តីដ៏ក្ររហាបែបនេះហេតុផលទាំងនេះវាសល់ល្មមឲ្យបងយល់ទេថាខ្ញុំចង់មានន័យយ៉ាងណានោះគឺខ្ញុំមិនស្រឡាញ់មនុស្សក្រដូចជាបងនោះទេហើយខ្ញុំក៏មានគូតែដឹងរួចហើយដែរដែលត្រៀមចូលរងការក្នុងពេលចាប់នេះហើយ
ដូច្នេះសូមបងឯងកាត់ចិត្តទៅខ្ញុំលាសិនណា ផាមិនក៏អូនខ្លាយទៅជាមនុស្សស្រីប្រែប្រួលលឿនម្ល៉េះពាក្យថាស្រឡាញ់ពាក្យថាអាណិតនិងពាក្យសម្បត្តិដែលអូនបានស្បត់ថាយើងនឹងរៀបការជាមួយគ្នានោះតើបាត់ទៅណាអស់ហើយបងទទួលស្គាល់ថាបងពិតជាក្រមែនតែបេះដូងរបស់បងគឺពិតជាស្មោះនឹងអូនខ្លាំងណាស់អូនដឹងទេថាពាក្យសម្ដីរបស់អូនវាបានដុតបំផ្លាញបេះដូងរបស់បងឲ្យឆេះខ្ទេចខ្ទីអស់ទៅហើយ មនុស្សក្រដូចលោកសុំកុំចង់មកតោងចាប់ដួងផ្កាយដូចជាខ្ញុំអី គ្មានផ្លូវទេសុំមេត្តាឆ្លុះកញ្ចក់មើលខ្លួនអញឲ្យច្បាស់ហើយគិតសារជាថ្មីទៅ ស្រីផិតក្បន់ស្រីចិត្តផ្លែល្វីនាងបានលេបសម្ដីហើយបើជាខ្ជាក់វិញតើនៅលើโลกនេះមនុស្សស្រីដូចជានាងនៅសល់ប្រមាណអ្នកទៀតទៅជាតិនេះសូមកុំឲ្យខ្ញុំជួបមនុស្សស្រីដូចជានាងទៀតឲ្យសោះ យីចុះក្ដួងវាទៅណាបាត់អញ្ចេះក្ដួងអើយនឹងក្ដួង ចាលោកស្រី ណែនឹងដួងជួយមើលយកវណ្ណននេះទៅរៀបចំនៅខាងក្រោយផងហើយជួយទៅប្រាប់ចែមឲ្យទៅហៅអាចក់អំជឿននិងនឹងជាមកជួយរៀបចំខាងក្រោយផងណា ចាលោកស្រី អូហូអ្នកបងមកដល់ហើយអីចាសុំអញ្ជើញចូលមកក្នុងទៅមកអ្នកបង បុផាឥឡូវថ្ងៃដែលបងទៅទឹងរងចាំបានមកដល់ហើយបងពិតជាចង់ឃើញអូនខ្លាំងណាស់តើប្រពន្ធរបស់បងនេះស្អាតប៉ុណ្ណាទៅ អូយយូរម្ល៉េះនេះចង់ឃើញកូនកំមុំដល់ហើយដឹងស្អាតប៉ុណ្ណាទេណោះអ្នក បែរហើយនេះបុផាណាស្អាតស្រាប់ផងតម្រាំតែតុបតែងខ្លួនទៀតមិនដឹងជាស្អាតប៉ុណ្ណាទេណោះមែនហើយឯកូនកំឡោះនោះក៏សង្ហាដែរពិតជាសំគ្នាខ្លាំងណាស់ មែនហើយចង់ឃើញណា អើយកុំតែភ័យអីតិចទៀតចេញមកហើយ ចែមចែម ចាលោកស្រី ណែឆាប់ចូលទៅក្នុងហៅកូនផាឲ្យចេញមកពុតដល់ពេលហើយណា ចាលោកស្រីចាំខ្ញុំទៅហៅអ្នកនាងឲ្យ សូមចាំបន្តិចណាលោកស្រីខ្ញុំឲ្យគេទៅតាមកូនផាមកឡើយហើយ លោកស្រីមានរឿងធំហើយលោកស្រី យ៉ាងម៉េចនឹងចែមមានរឿងអីហ៎និយាយមក គឺអ្នកនាងបុផា មីងចែមអូនផាកាត់ឲ្យមែនមីង លោកស្រីអ្នកនាងបុផាមានរឿងធំហើយ ផាអូនកាត់អីផាឆាំនិយាយមកអូនផា កូនម្ដាយនរណាធ្វើអីកូនកូនផា កូនផាហេតុអីបានជាមានរឿងបែបនេះកើតឡើងចំពោះកូនស្រីខ្ញុំ នាងបុផាមិនក្បាត់វត្តឆឹងអញ្ចឹង ហាលោកស្រីអ្នកនាងបុផាគ្មាននឹងហើមទេ ពុទ្ធអូនផាអូនស្លាប់ចាប់បងហើយមែនទេអូនអត់ទេដឹងខ្លួនវិញមកអូនក ូនផា បថោកូនមកកូនម្ដាយហាត់អីក៏ខ្លាចទៅជាបែបនេះនរណាធ្វើអីកូនខ្ញុំ ហាលោកស្រីខ្យល់កហើយជួយ ម៉ែណៃអ្នកស្រីខ្យល់កឲ្យជួយលោក
នាងប៉ែវឆាប់ទៅយកប្រេងខ្យល់ប្រេងកាឡាមកឲ្យលឿនឡើង ផាដឹងខ្លួនឡើងអូនឮបងនិយាយទេឆាប់ឆ្លើយមកអូនឆាប់ឆ្លើយនឹងបងមកអូនផា ហើយខំតែទៅជួយអបអរមង្គលការគេដឹងស្អីបែរជាទៅជួយកាន់ទុកទៅវិញនេះ ថាម៉េចម៉ែមិនក៏ខ្លាចจะកាន់ទុក គឺបុផានឹងណាគេស្លាប់បាត់ទៅហើយស្លាប់នៅថ្ងៃមង្គលការដោយមិនដឹងមូលហេតុណាឥឡូវនេះគេកំពុងតែនាំគ្នារៀបចំធ្វើបុណ្យហើយ ហាប៉ិតមែនអីម៉ែពុតធោបុផាហេតុអីក៏ឯងអាយុខ្លីម្ល៉េះ ម៉ែទៅងូតទឹកសិនចាំល្ងាចកូនឯងទៅជួយធ្វើអីគេនៅកន្លែងបុណ្យនឹងផងណា ចាម៉ែ កូនផាសូមអោយញាណខណ្ឌរបស់កូនបានទៅកាន់សុគតិភពចុះ ផាអូនដឹងខ្លួនឡើងអូនបងមិនអស់ចិត្តទេតើនរណាធ្វើបាបអូនប្រាប់បងមកណាបងទៅសងសឹកវាជំនួសអូន ផាប្រាប់បងមកអូន អេចម្លែកណាស់នៅសុកហេតុអីបានជាមេឃប្រែទៅជាងងឹតបែបនេះ មែនហើយលោកអាចារ្យតើយើងគួរតែធ្វើពិធីបូជាឥឡូវនេះមែនទេ មិនទាន់បានទេត្រូវតែចាំមើលស្ថានភាពបន្តិចទៀតសិនណា អូយមានអារម្មណ៍ថាដូចជាមិនសូវស្រួលសោះ ចំណែកខ្ញុំចេះតែញាក់ស្មាញាច់តែម្ដងហើយនឹងឈប់សោះបានហើយបិទមាត់ទៅ ចុះខ្មៅអូខ្មៅងើបពីគេដាក់មកឈូសអូនៅមិនបានទេទៅហើយចាំខ្ញុំផង អ្នកមោពុទ្ធោអ្នកមោពុទ្ធាង
អាចារ្យជាច្រើនទស្សវត្សមកហើយមិនដែលប្រទេសខ្មោចស្អីសាហាវបែបនេះទេនៅមិនបានទេទៅហើយ ស្លាប់ហើយអីកុំមកបន្លាចគ្នាណាអត់ទេនួនគ្នាមកនេះពិតជាមានរឿងចង់ឲ្យអញជួយតើអញអាចជួយគ្នាបានទេមានរឿងអីឯងនិយាយមកចុះបើគ្នាជួយបានគ្នានឹងជួយនៅស្អែកម៉ោង 12 អាត្រៀតសូមឯងដើរទៅក្រោយផ្ទះខ្ញុំហើយឯងនឹងឃើញសម្បត្តិមួយសន្លឹកលាក់នៅក្នុងក្អមមួយបន្ទាប់មកសូមឯងជួយយកសម្បត្តិនេះទៅឲ្យបងកែវផងបានទេបានចាំគ្នាទៅយកណាអរគុណហើយណានួនឯងជាមិត្តដ៏ល្អរបស់ខ្ញុំផាមកបញ្យល់សពខ្ញុំផាហេតុអីបានជាអូនរៀបការចោលបងមកពីបងជាអ្នកក្រមែនទេផាអូនឆ្លើយមកហេតុអីបានជាអូនមិនឆ្លើយបងកែវឲ្យអូនសុំទោសអូនគ្មានចិត្តឲ្យអ្នកណាក្រៅពីបងឡើយចុះហេតុអីក៏អូនព្រមរៀបការជាមួយគេបងកែវអូនមកនេះមិនចង់បានការលើកលែងទោសពីបងនោះទេតែអូនគ្រាន់តែចង់ឲ្យបងភ្លេចអូនទៅបងផាអូនចិត្តដាច់ណាស់អូនរៀបការជាមួយគេហើយនៅមកហាមបងមិនឲ្យគិតពីអូនទៀតអូនភ្លេចហើយមែនទេផាថាធ្លាប់បានសន្យាអ្វីខ្លះជាមួយបងនោះតែគ្មានប្រយោជន៍ទេបងឈប់គិតពីអូនទៅផានេះអូនមើលងាយក្តីស្រឡាញ់ដែលបងមានចំពោះអូនមែនទេអូនរៀបការហើយមានសេចក្តីសុខរួចមកបញ្ឈឺចិត្តបងទៀតបានអូនចេញទៅចេញឲ្យផុតពីមុខខ្ញុំភ្លាមទៅចាបងកែអូនលាបងហើយសូមបងថែរក្សាខ្លួនបងបានហើយខ្ញុំមិនចង់ស្ដាប់ទៀតទេ
ឆាប់ចេញទៅឆាប់ចេញភ្លាមទៅផាមិនក៏អនឯងនេះដាច់ចិត្តងាប់ចោលបងអញ្ចឹងទាំងបងនេះមិនទាន់បានអីសោះនឹងអ្នកប្រុសដូចជាស្រវឹងខ្លាំងណាស់ខ្ញុំថាអ្នកប្រុសគួរតែទៅសម្រាកទៅអូយសំលេងឆ្កែលូច្រើនម្ល៉េះអូយគួរឲ្យខ្លាចខ្លាំងណាស់ប្រមបានទេចូលផ្ទះសិនហើយអូយគ្រាមនុស្សស្រវឹងហេតុអីក៏ធ្ងន់ខ្លាំងបែបនេះសប្បាយជាទេឲ្យខ្ញុំសុំទឹកផឹកបន្តិចមកទេមីឌៀងកុំចង់ដឹងសុខទុក្ខពូអីដាបើចង់ឲ្យពូសុខមីនាងទៅវិញទៅម៉ែនហើយនាងផ្ទះមីងមិនស្វាគមន៍ខ្មោចទេអញ្ចឹងខ្ញុំលាសិនហើយម៉ែវាឯងជូនខ្ញុំទៅបត់ជើងធំបន្តិចមើលណែឲ្យលឿនឡើងណាពីភ្លឺពីភ្លាំងមិនព្រមទៅជួអាយប់ហើយខ្លាចណាស់ខ្ញុំទៅទេតាវាឯងទៅម្នាក់ឯងទៅលោកតាចាំខ្ញុំជូនទៅក៏បានដែរណែម៉ែវាឯងមើលនោះស្អីគេស្ទង់ខ្មៅនោះហាតាវាមិនបាច់សង្ស័យទេនឹងហើយឯងមិនបាច់ទេម្នាងអើយតាលេឈឺជូរហើយយាយវាចាំខ្ញុំផងបង្កែវផាអូនស្ដាប់មិនបានទេបងថាឲ្យចេញទៅបង្កែវគឺខ្ញុំទេណាបងអូនួនទេមិនបានជានួនមកផ្ទះបងទៅយប់បែបនេះបង្កែវខ្ញុំមកព្រោះមានរឿងចង់ប្រាប់បងនួនមានរឿងអីមែនទេពេលនេះផាស្លាប់ហើយបងនួនអូននិយាយស្អីនឹងជាការប៉ັດណាបងនាងបានស្លាប់3យប់3ថ្ងៃទៅហើយគឺស្លាប់នៅថ្ងៃរៀបការណាបងនេះមានន័យថាផាដែលមករកបងមុននេះគឺខ្មោចពេលនេះវិញ្ញាណរបស់ផានៅវិលវល់ដើរឡងគេពេញភូមិព្រោះតែជាខ្មោចតៃហោងហើយមិនបានធ្វើពិធីអ្វីស្រួលបួននោះទេបងកែវខ្ញុំមិនអត់ផាណាបងផាហេតុអីបានជាមានរឿងបែបនេះកើតឡើងចំពោះអូនបងកែវនេះជាសម្បត្តិដែលផាសរសេរទុកឲ្យបងមុនពេលនាងស្លាប់ផាគេបានមកបញ្យល់សពប្រាប់ខ្ញុំឲ្យយកមកឲ្យបង
បងទទួលយកទៅណាខ្ញុំសុំលាបងទៅវិញហើយព្រោះយប់ជ្រៅហើយ បាទបងអរគុណហើយនោះ បងកែជាទីស្រឡាញ់បណ្ដោយចិត្តអូនដឹងថាបងពិតជាខឹងតែអូនទៅរៀបការជាមួយអ្នកថ្មីតែគ្រប់យ៉ាងអូនធ្វើទាំងបង្ខំចិត្តអូនមិនបានស្រឡាញ់គេទេគឺអូនស្រឡាញ់តែបងម្នាក់កូនបងកែវបងចាំបានទេពាក្យសម្បត្តិដែលយើងបានស្បត់ជាមួយគ្នានៅគ្រាដំបូង ថាបងស្រឡាញ់អូន អូនក៏ស្រឡាញ់បងដែរ និយាយតែមកបែបនេះបងមិនទុកចិត្តទេតើអូនមានអ្វីជាសាក្សីទៅ អញ្ចឹងពួកយើងស្បត់ទៅ មែនហើយ សូមម្ចាស់ទឹកម្ចាស់ដីអ្នកតាមព្រៃភ្នំនិងវត្ថុស័ក្តិសិទ្ធិជួយជាសាក្សីផងបើសិនជាពួកយើងទាំងពីរមាននរណាម្នាក់ក្បត់គ្នាសូមឲ្យរន្ទះបាញ់និងស្លាប់យ៉ាងវេទនាឥឡូវនេះអូនបានបំពេញសម្បត្តិហើយទោះជាដឹងតែស្លាប់ព្រោះតែសម្បត្តិក៏អូនព្រមព្រោះអូនចង់រក្សាភក្តីភាពដែលអូនមានចំពោះបងអូនមិនចង់រស់ក្បែរទ្រូងប្រុសផ្សេងក្រៅពីបងឡើយពីចុងក្រោយសុំបងកុំស្ដាយអូនទៅទោះកាយអូនស្